ក្រមការងារក្រសួងកសិកម្មចុះសង្កេតការប្រមូលផលត្រីនៅដៃត្រីលេខ15ស្ថិតឃុំកោះចិនស្រុកពញាលឺខេត្តកណ្ដាលនាព្រឹកថ្ងៃសៅរ៍8កើតខែបោះឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី27ធ្នូឆ្នាំ2025អាដាមថោចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតុនិយមនិងជាប្រធានអាជ្ញាធរទន្លេសាបអាដាមរដ្ឋលេខាធិការហាសារ៉េតតំណាងដល់កំពង់ពោះអាដាមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអង្គការស្បៀងអាហារនិងកសិកម្ម FAO តំណាងមន្ត្រីជលផលនិងក្រុមការងារកសិកម្មបានដឹកនាំគណៈប្រតិភូទន្លេសាបដែលមានសមាជិកមកពីក្រសួងធនធានទឹកនិងអូតុនិយមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងទេសចរក្រសួងកិច្ចការនារីក្រសួងអប់រំយុវជននិងកីឡាក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាអញ្ជើញចុះស្វែងយល់ជាក់ស្ដែងការធ្វើអាជីវកម្មលោនេសាទការប្រមូលផលត្រីកន្លងដៃត្រីលេខ15តាមដងទន្លេនៅភូមិសាស្ត្រឃុំកោះចិនស្រុកពញាលឺខេត្តកណ្ដាលនិងរាជធានីភ្នំពេញក្នុងឱកាសនោះអាដាមរដ្ឋមន្ត្រីនិងគណៈប្រតិភូអាជ្ញាធរទន្លេសាបរួមជាមួយអាដាមគូចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលអង្គការស្បៀងអាហារនិងកសិកម្ម FAO តំណាងមន្ត្រីជលផលនិងក្រុមការងារក្រសួងកសិកម្មព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះអញ្ជើញស្វែងយល់ការធ្វើអាជីវកម្មលោនេសាទកន្លងដៃជួរលេខ15និងលេខ13ក្នុងភូមិសាស្ត្រខេត្តកណ្ដាលនិងសកម្មភាពបងប្អូនប្រជាពលរដ្ឋមកធ្វើការកែច្នៃប្រហុកផ្អកត្រីឆ្អើរនៅតំបន់លោដៃជួរលេខ13ថ្លែងក្នុងឱកាសពិនិត្យជាក់ស្ដែងនេះអាដាមរដ្ឋមន្ត្រីបានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមដោយយកចិត្តទុកដាក់ពីស្ថាប័នដែលពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលការពារថែរក្សានិងអភិរក្សធនធានធម្មជាតិតាមបឹងទន្លេសាបដូចជាត្រីទន្លេសាបសត្វល្មូនព្រៃឈើដើម្បីបង្កើនទិន្នផលត្រីរក្សានៅជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីព្រមទាំងលើកកម្ពស់ដល់ជីវភាពប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែធូរធារសូមបញ្ជាក់ថារដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី23ខែធ្នូឆ្នាំ2025កន្លងទៅបានជូនដំណឹងពីរដូវនេសាទត្រីឆ្នាំ2025-2026ដោយបានបញ្ជាក់ថាត្រីចាប់ផ្ដើមបំលាស់ទីចេញពីទន្លេសាបបឹងស្ទឹងនិងព្រែកនានាចូលទន្លេសាបទន្លេមេគង្គនិងទន្លេបាសាក់ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើនជាពិសេសទន្លេមេគង្គដោយត្រីតាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃប្រហោះ6កើតដល់ថ្ងៃពុធ12កើតខែបោះត្រូវនៅថ្ងៃទី25ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025ក្នុងករណីមេឃស្រឡះល្អគ្មានភ្លៀងកក់ខែឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀងកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You